ព្រះនៃសេចក្តីស្រឡាញ់ចំពុកទី39ចូលអ្នករាល់គ្នាឲ្យគេបរិភោគទៅព្រះគ្រីស្ទបានឈប់សម្រាកនៅកន្លែងដាច់ឡែកជាមួយពួកសាវកទ្រង់ប៉ុន្តែភាពស្ងប់ស្ងាត់ដែលកម្រមាននេះនឹងត្រូវបានគេរំខាននៅពេលបន្តិចទៀតពួកសាវកបានគិតថាគេបានសម្រាកដោយឥតមានគេរំខានប៉ុន្តែគ្រាន់តែពួកមនុស្សបាត់ព្រះបរមគ្រូភ្លាមគេបានស៊ើបសួរថាតើទ្រង់នៅឯណាពួកគេខ្លះបានសម្គាល់ទិសដែលព្រះគ្រីស្ទនិងសាវកទ្រង់បានយាងចេញទៅមនុស្សជាច្រើនបានចេញទៅតាមផ្លូវគោកទៅជួបពួកគេរីឯអ្នកឯទៀតជិះទូកឆ្លងតាមពេលនោះជិតដល់បុណ្យរំលងហើយអ្នកកាន់សាសនាពីទីជិតនិងទីឆ្ងាយបានមូលមីគ្នាមកឯក្រុងយេរូសាឡឹមហើយបានប្រមូលគ្នាមកមើលព្រះយេស៊ូវចំនួនមនុស្សបានកើនឡើងជាលំដាប់លុះដល់ចំនួនបុរសមាន 5000 នាក់មិនរាប់បញ្ចូលស្រីនិងកូនក្មេងផងមុននឹងព្រះគ្រីស្ទទៅដល់ឆ្នេរសមុទ្រមានពួកមនុស្សមួយក្រុមកំពុងរង់ចាំទ្រង់រួចទៅហើយតែទ្រង់បានចោះទូកដោយគេមើលមិនឃើញហើយបានចំណាយពេលមួយរយៈខ្លីជាមួយពួកសាវកទ្រង់បានទតពីជម្រាលភ្នំឆ្ពោះទៅកាន់ពួកមនុស្សដែលកំពុងធ្វើចលនារេរាព្រះហឫទ័យទ្រង់បានក្តុកក្តួលឡើងដោយសេចក្តីអាណិតអាសូរថ្វីបើមានគេរំខានហើយលួចយកពេលសម្រាកពីទ្រង់ប៉ុណ្ណឹងហើយក៏ដោយក៏ទ្រង់នៅតែមានអំណត់ដដែលទ្រង់យល់ឃើញនូវភាពចាំបាច់ដ៏ធំជាងមួយដែលទាមទារទ្រង់កាលទ្រង់ទតមើលបណ្ដាជនដែលកំពុងមកបន្តគ្នាឥតឈប់ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេពីព្រោះគេធៀបដូចជាជាមដែលគ្មានអ្នកគង្វាលទ្រង់ក៏ចាក់ចេញពីទីឈប់សម្រាកទៅរកកន្លែងល្អមួយដើម្បីផ្គត់ផ្គង់ដល់គេពួកគេពុំបានទទួលជំនួយអ្វីពីពួកសង្ឃឬពួកមេដឹកនាំទេតែទឹកព្យាបាលនៃជីវិតបានហូរពីព្រះគ្រីស្ទវិញកាលព្រះអង្គបង្រៀនពួកមនុស្សអំពីផ្លូវនៃសេចក្តីសង្គ្រោះបណ្ដាជនបានស្ដាប់ព្រះបន្ទូលនៃសេចក្តីមេត្តាករុណាដែលប្រទានឲ្យដោយឥតគិតថ្លៃពីព្រះអស់របស់ព្រះរាជបុត្រារបស់ព្រះគេបានឮព្រះបន្ទូលដល់សប្បុរសនិងងាយយល់ឥតស្មុគស្មាញហាក់ដូចជាជ័រពីដាវពីស្រុកកាឡាតដល់ដួងចិត្តគេការព្យាបាលពីព្រះហស្ថពិសិដ្ឋរបស់ទ្រង់បានផ្ដល់នូវក្តីរីករាយនិងជីវិតដល់មនុស្សហៀបនឹងស្លាប់និងភាពងាយស្រួលនិងសុខភាពដល់អ្នករងទុក្ខអំពីជំងឺរោគាថ្ងៃនោះហាក់ដូចជាឋានសួគ៌ចុះមកលើផែនដីដូច្នោះហើយគេមិនបានដឹងថាគេបានបរិភោគតាំងពីពេលណាមកទេព្រះអាទិត្យកំពុងតែអស្តង្គតនៅទិសខាងលិចតែបណ្ដាជននៅតែវិលវល់នៅមួយកន្លែងព្រះយេស៊ូវបានធ្វើការពេញមួយថ្ងៃដោយឥតឈប់សម្រាកឬសោយអ្វីឡើយទ្រង់ស្លេកដោយសារការខ្សោះល្វើយនិងការស្រេកឃ្លានរួចពួកសាវកក៏ទូលទ្រង់ឲ្យបញ្ឈប់ពលកម្មតែទ្រង់ពុំអាចដកអង្គទ្រង់ពីពួកមនុស្សដែលប្រជ្រៀតទ្រង់សោះទីបំផុតពួកសាវកក៏បានមកឯទ្រង់ទូលទ្រង់ឲ្យប្រាប់បណ្ដាជនឲ្យត្រឡប់ទៅវិញមនុស្សជាច្រើនបានមកពីស្រុកឆ្ងាយហើយពុំបានបរិភោគអ្វីសោះតាំងតែពីព្រលឹមមកគេអាចទិញម្ហូបនៅទីក្រុងនិងភូមិជុំវិញនោះតែព្រះយេស៊ូវមានបន្ទូលថាចូលអ្នករាល់គ្នាឲ្យគេបរិភោគទៅបន្ទាប់មកទ្រង់ងាកទៅឯភីលីបរួចសួរថាយើងនឹងទិញនំប៉័ងពីណាមកឲ្យមនុស្សទាំងអស់នេះបានបរិភោគដើម្បីលបងជំនឿរបស់សាវកភីលីបក៏មើលទៅឯមហាសាគរនៃក្បាលមនុស្សហើយនឹកគិតថាមិនអាចឲ្យម្ហូបដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកមនុស្សដូច្នេះបានឡើយគាត់ឆ្លើយថាបើទោះជាទិញនំប៉័ងអស់40រៀលចែកគេម្នាក់បន្តិចក៏មិនគ្រប់ផងព្រះយេស៊ូវក៏សួរថាតើមានម្ហូបប៉ុន្មាននៅក្នុងក្រុមមនុស្សអនត្រេឆ្លើយថានៅទីនេះមានក្មេងម្នាក់មាននំប៉័ងម្សៅអោក5និងត្រីតូច2ប៉ុន្តែដែលមានតែប៉ុណ្ណោះតើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម្ល៉េះព្រះយេស៊ូវក៏បង្គាប់គេឲ្យយកស្បៀងទាំងនោះមកឯទ្រង់បន្ទាប់មកទ្រង់បង្គាប់ពួកសាវកឲ្យនាំមនុស្សអង្គុយនៅលើស្មៅជាក្រុម50ឬ100តាមរបៀបដើម្បីឲ្យមនុស្សទាំងអស់មើលឃើញនៅអ្វីដែលទ្រង់នឹងធ្វើកាលគេតម្រៀបបណ្ដាជនរួចហើយព្រះយេស៊ូវក៏យកម្ហូបងើបតូតទៅលើមេឃប្រទានពរហើយកាច់នំប៉័ងប្រទានដល់ពួកសិស្សឲ្យលើកទៅឲ្យគេបានបរិភោគឆ្អែតគ្រប់គ្នារួចប្រមូលចំណិតនំប៉័ងនិងត្រីទាំងប៉ុន្មានដែលសល់នៅនោះមាន12កន្ត្រក
ព្រះគ្រីស្ទដែលបានបង្រៀនបណ្ដាជនអំពីរបៀបទទួលសុខសន្តិភាពនិងសុភមង្គលទ្រង់គិតដល់សេចក្តីត្រូវការផ្នែកលោកីដូចជាសេចក្តីត្រូវការខាងព្រលឹងវិញ្ញាណដែរបណ្ដាជនបានហត់ហេវហើយខ្សោះល្វើយមានម្ដាយកំពុង3កូននិងកូនតូចកំពុងតោងសរងឆ្វេងស្ដាំភាគច្រើនបានឈរអស់រាប់ម៉ោងគេបានចាប់ចិត្តនឹងព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងខ្លាំងបានជាមិនបានគិតអំពីការអង្គុយចោះសោះហើយបណ្ដាមនុស្សក៏មានច្រើនសន្ធឹកណាស់ដែរអាចមានគ្រោះថ្នាក់ក្នុងការជន់លើគ្នាទៀតផងព្រះយេស៊ូវបានបង្គាប់គេឲ្យអង្គុយចោះដើម្បីសម្រាកគេទាំងអស់គ្នាអាចសម្រាកដោយសុខស្រួលព្រោះមានស្មៅច្រើននៅទីនោះព្រះគ្រីស្ទទ្រង់បានធ្វើបដិហារដើម្បីផ្គត់ផ្គង់កាលណាមានសេចក្តីត្រូវការជាចាំបាច់ហើយបដិហារនីមួយគឺដើម្បីនាំបណ្ដាជនទៅឯដើមជីវិតដែលមានស្លឹកសម្រាប់ព្យាបាលប្រជាជាតិម្ហូបមិនស្មុគស្មាញដែលពួកសាវកចែកឲ្យនោះមានមេរៀនដ៏ល្អជាច្រើនម្ហូបដែលបានប្រទានឲ្យនោះជាម្ហូបក្រីក្រត្រីនិងនំប៉័ងម្សៅអោកជាអាហារប្រចាំថ្ងៃសម្រាប់ពួកនេសាទត្រីដែលរស់នៅក្បែរសមុទ្រកាលីលេព្រះគ្រីស្ទពុំអាចលាតត្រដាងម្ហូបដ៏បរិបូរហូរហៀនៅមុខបណ្ដាជនបានទេព្រោះម្ហូបដែលបានរៀបចំគ្រាន់តែបំពន់ចំណង់អាហារនិងមិនផ្ដល់នៅមេរៀនអ្វីដល់គេឡើយក្នុងមេរៀននេះព្រះគ្រីស្ទបានបង្រៀនគេថាភោគផលធម្មជាតិដែលព្រះប្រទានដល់មនុស្សត្រូវបានគេបង្ខូចអស់ទៅហើយគ្មានម្ហូបអាហារហូរហៀខុសទំនងណាដែលឆ្ងាញ់ពិសាហើយសម្រាប់បានស្រួលដោយម្ហូបដ៏សាមញ្ញដែលព្រះគ្រីស្ទបានប្រទាននៅឆ្ងាយដាច់ពីលំនៅស្ថានរបស់អ្នកស្រុកឡើយប្រសិនបើមនុស្សសពថ្ងៃមានទម្លាប់សាមញ្ញរស់នៅស្របទៅនឹងច្បាប់ធម្មជាតិដូចជាលោកអាដាមនិងនាងអេវ៉ានោះនឹងមានស្បៀងអាហារដ៏បរិបូរណ៍សម្រាប់កង្វះខាតនៃគ្រួសារមនុស្សលោកទៅហើយក៏នឹងមិនសូវមានសេចក្តីចង់បានតាមតែការនឹកឃើញហើយនឹងមានឱកាសច្រើនសម្រាប់ធ្វើការតាមផ្លូវរបស់ព្រះទៀតផងតែភាពអាត្មានិយមនិងការបណ្ដោយខ្លួនតាមគំលានធម្មជាតិបាននាំមកនៅអំពើបាបនិងសេចក្តីវេទនាមកដល់ពិភពលោកដោយសារតែការមានលើសលប់មួយសោតទៀតដោយសារតែការចង់បាននោះឯងព្រះយេស៊ូវពុំបានតាក់ទាញបណ្ដាមនុស្សឲ្យមកឯទ្រង់ដោយការបំពន់សេចក្តីប្រាថ្នាចង់បានសម្បូរហូរហៀទេចំពោះពួកមនុស្សដ៏សន្ធឹកសន្ធាប់ដែលហេវហត់បន្ទាប់ពីថ្ងៃដ៏រំភើបហើយយូរនោះម្ហូបសាមញ្ញនោះជាការបញ្ជាក់អំពីព្រះចេស្តារបស់ទ្រង់មិនត្រឹមតែប៉ុណ្ណោះសោតតែជាការបញ្ជាក់អំពីសេចក្តីថ្នាក់ថ្នមដ៏ស្រទន់របស់ទ្រង់ក្នុងសេចក្តីខ្វះខាតសាមញ្ញប្រចាំជីវិតព្រះអង្គសង្គ្រោះពុំបានសន្យាដល់ពួកអ្នកដើរតាមទ្រង់នៅភាពសម្បូរហូរហៀនៃលោកីទេម្ហូបរបស់គេប្រហែលជាសាមញ្ញហើយប្រហែលជាស្ដួចស្ដាងទៀតវាសនារបស់គេប្រហែលស្ថិតនៅក្នុងភាពទាល់ក្រតែទ្រង់សន្យាថាទ្រង់នឹងប្រទានដល់សេចក្តីត្រូវការរបស់គេហើយសេចក្តីសន្យានៅអ្វីដែលប្រសើរជាងរបស់ល្អនៃលោកីទៅទៀតនោះគឺវត្តមានរបស់ទ្រង់ដែលកំសាន្តចិត្តយើងក្នុងការចំអែតពួក 5000 នាក់ព្រះយេស៊ូវបានបើកស្បៃពីពិភពធម្មជាតិរួចបង្ហាញអំពីព្រះចេស្តាដែលធ្វើការជាប់ជានិច្ចសម្រាប់សេចក្តីល្អរបស់យើងក្នុងការផលិតចម្រូតនៃផែនដីព្រះកំពុងធ្វើបដិហាររាល់ថ្ងៃតាមវិស័យធម្មជាតិបដិហារក៏បានសម្រេចដូចគ្នានឹងការចែកម្ហូបដល់ពួកមនុស្សដែរមនុស្សរៀបចំដីរួចសាកព្រោះគ្រាប់ពូជតែដោយសារជីវិតមកពីព្រះទេដែលធ្វើឲ្យគ្រាប់ពូជនោះដោះពន្លកឡើងគឺដោយសារភ្លៀងខ្យល់និងពន្លឺថ្ងៃទេដែលបណ្ដាលឲ្យវាលូតលាស់ឡើងមុនដំបូងចេញជាពន្លករួចបែកជាគួរក្រោយទៀតចេញជាគ្រាប់គឺព្រះទេដែលចំអែតមនុស្សរាប់លានដោយសារតែវាលចម្រូតលើផែនដីទ្រង់បានហៅមនុស្សឲ្យសហការជាមួយទ្រង់ក្នុងការថែរក្សាគ្រាប់ធញ្ញជាតិនិងការរៀបចំបាយអង្ករហើយដោយព្រោះតែការនេះគេមើលមិនឃើញសក្តិរបស់ព្រះឡើយគេមិនបានថ្វាយសិរីល្អដល់ព្រះនាមបរិសុទ្ធរបស់ទ្រង់ទេបុព្វហេតុធម្មជាតិនិងមនុស្សលោកជាឧបករណ៍បង្ហាញព្រះចេស្តារបស់ព្រះផ្ទុយទៅវិញគេបែរជាសរសើរមនុស្សជាងព្រះរួចបង្វិលអំណោយទានដល់សប្បុរសរបស់ព្រះបោកប្រើការសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើឲ្យទៅជាបណ្ដាសាជាងព្រះពរព្រះកំពុងស្វាស្វែងបំផ្លាស់បំប្រែការអស់ទាំងនេះទ្រង់សពព្រះハរតីឲ្យវិញ្ញាណដ៏សម្ពឹករបស់យើងរហ័សយល់សេចក្តីសប្បុរសដ៏ប្រកបដោយមេត្តាករុណាហើយនឹងឲ្យសរសើរដំកើងទ្រង់ចំពោះការសម្ដែងព្រះចេស្តារបស់ទ្រង់សពព្រះតីចង់ឲ្យយើងស្គាល់ទ្រង់តាមរយៈអំណោយទានទាំងប៉ុន្មានរបស់ទ្រង់ដើម្បីឲ្យរបស់នោះបានជាព្រះពរដល់យើងតាមដែលទ្រង់បំណងមកបដិហាររបស់ព្រះគ្រីស្ទត្រូវបានធ្វើឡើងដើម្បីសម្រេចគោលបំណងនេះឯង
បន្ទាប់ពីបានចំអែតពួកមនុស្សហើយមានសល់ម្ហូបជាច្រើនទៀតប៉ុន្តែព្រះទ្រង់ដែលមានប្រភពឥតរិទ្ធគ្មានទីបំផុតបានបញ្ជាថាចូលប្រមូលចំណិតដែលសល់នៅដើម្បីកុំឲ្យបាត់អ្វីឡើយព្រះបន្ទូលទាំងនេះមានន័យហួសពីការយកនំប៉័ងដាក់ក្នុងកន្ត្រកទៅទៀតមានមេរៀនពីរយ៉ាងគ្មានអ្វីត្រូវបន្សល់ចោលឡើយយើងមិនត្រូវឲ្យអ្វីដែលចម្រើនដល់លោកីត្រូវរបូតចេញឡើយយើងមិនត្រូវខ្ជានឹងអ្វីដែលមានផលប្រយោជន៍ដល់មនុស្សតែមួយរូបណាឡើយចូលប្រមូលអ្វីទាំងអស់ដែលនឹងសម្រាលដល់ជនស្រេកឃ្លាននៃផែនដីចោះចំពោះផ្នែកព្រលឹងវិញ្ញាណក៏ត្រូវប្រយ័ត្នប្រយែងដូចគ្នាដែរកាលបានប្រមូលសំដល់នំប៉័ងដាក់កន្ត្រករួចហើយបណ្ដាជនក៏បាននឹកឃើញពីមិត្តភ័ក្តិគេនៅឯផ្ទះគេចង់ឲ្យពួកនោះទទួលនំប៉័ងដែលព្រះគ្រីស្ទបានប្រទានពរដែរគេបានចែកអ្វីដែលនៅក្នុងកន្ត្រកទៅឲ្យពួកមនុស្សហើយបាននាំយកទៅគ្រប់តំបន់ជុំវិញដូច្នេះឃើញថាអ្នកដែលបានអញ្ជើញមកត្រូវឲ្យនំប៉័ងជីវិតដែលចោះមកពីស្ថានសួគ៌ទៅអ្នកដទៃទៀតដើម្បីបំពន់សេចក្តីស្រេកឃ្លានគេត្រូវធ្វើសារឡើងវិញនៅអ្វីដែលគេបានរៀនអំពីការអស្ចារ្យរបស់ព្រះគ្មានអ្វីត្រូវបាត់បង់ឡើយគ្មានព្រះបន្ទូលណាមួយដែលតាក់ទងនឹងសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់គេនឹងត្រូវធ្លាក់ទៅជាអាសាឥតកាលឡើយបដិហារនៃការធ្វើនំប៉័ងបង្រៀនមេរៀននៃការពឹងផ្អែកទៅលើព្រះកាលព្រះគ្រីស្ទប្រទានអាហារបរិភោគដល់មនុស្ស 5,000 នាក់ចំណីអាហាររបស់គេមិនបាននៅចិត្តនោះទេទ្រង់ក៏ឥតមានអ្វីសោះដែរទ្រង់ស្ថិតនៅចំពោះមនុស្សប្រុស 5,000 នាក់ក្បែរពួកស្រីនិងកូនក្មេងនៅកណ្ដាលវិលរហោស្ថានទ្រង់ពុំបានអញ្ជើញពួកមនុស្សដល់កក់កុញឲ្យមកដើរតាមទ្រង់ទេគេបានមកដោយគ្មានសេចក្តីអញ្ជើញឬសេចក្តីបង្គាប់តែទ្រង់បានដឹងថាបន្ទាប់ពីគេបានស្ដាប់សេចក្តីបង្រៀនយូរលង់ទៅគេនឹងឃ្លានហើយនឿយហត់ទៀតផងព្រោះទ្រង់ក៏ត្រូវការអាហារដូចគេដែរគេបានឃ្លាតឆ្ងាយពីផ្ទះឯវេលាយប់ក៏ជិតមកដល់ហើយពួកគេជាច្រើនគ្មានប្រាក់កាក់អ្វីនឹងទិញម្ហូបទេព្រះទ្រង់ដែលបានតមអត់អស់40ថ្ងៃនៅទីរហោស្ថាននឹងមិនឲ្យគេត្រឡប់ទៅផ្ទះវិញទាំងតមអត់ឡើយព្រះបានដាក់ព្រះយេស៊ូវនៅទីនេះដូច្នេះទ្រង់អាស្រ័យទៅលើព្រះវរបិតានៃស្ថានសួគ៌របស់ទ្រង់សម្រាប់ផ្ដល់មធ្យោបាយដើម្បីសម្រាលសេចក្តីត្រូវការចាំបាច់កាលណាយើងធ្លាក់ទៅក្នុងភាពដុនដាបយើងត្រូវពឹងពាក់ទៅលើព្រះយើងត្រូវប្រើប្រាជ្ញានិងការថ្លឹងថ្លែងក្នុងគ្រប់ទាំងការប្រព្រឹត្តនៃជីវិតដើម្បីកុំឲ្យធ្លាក់ទៅក្នុងគ្រាវេទនាដោយសារចលនាមិនប្រយ័ត្នប្រយែងយើងមិនត្រូវបោះពួយចូលទៅក្នុងភាពលំបាកដោយមិនអើពើនឹងគ្រឿងដែលព្រះបានប្រទានមករួចបែរជាប្រើអំណោយទានដែលទ្រង់បានប្រទានដោយខុសទំនងឡើយអ្នកធ្វើការរបស់ព្រះគ្រីស្ទត្រូវស្ដាប់បង្គាប់តាមសេចក្តីបង្រៀនរបស់ទ្រង់ទាំងអស់កិច្ចការជារបស់ព្រះហើយប្រសិនបើយើងប្រសិទ្ធពរឲ្យអ្នកដទៃនោះត្រូវធ្វើតាមផែនការរបស់ទ្រង់មិនត្រូវយកអាត្មាមកធ្វើជាមណ្ឌលកណ្ដាលទេព្រោះអាត្មាមិនអាចទទួលកិត្តិយសឡើយយើងមិនត្រូវចោះចាញ់ទាំងបាក់ទឹកចិត្តទេតែនៅគ្រប់គ្រាអាសន្នយើងត្រូវរកជំនួយពីទ្រង់ដែលមានធនធានដ៏ច្រើនលើសលប់បំរុងនឹងប្រទានឲ្យជាញឹកញយយើងតែងតែបានឡោមព័ទ្ធដោយឧបសគ្គគ្រប់ជំពូកនៅពេលនោះយើងត្រូវពឹងព្រះទាំងមានទំនុកចិត្តពេញធឹងទ្រង់នឹងជួយជនរាល់រូបដែលធ្លាក់ទៅក្នុងសេចក្តីស្មុគស្មាញដោយសារការលំបាកវេទនាដើម្បីឲ្យគេរក្សាផ្លូវរបស់ព្រះយេហូវ៉ាព្រះគ្រីស្ទបានបង្គាប់យើងតាមរយៈហោរាថាឲ្យឯងចែកអាហារដល់អ្នកដែលឃ្លាននិងឲ្យចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនាបើកាលណាឯងឃើញមនុស្សឥតសម្លៀកបំពាក់នោះត្រូវបិទបាំងឲ្យគេហើយឲ្យនាំមនុស្សក្រដែលត្រូវចេញពីផ្ទះគេមកឯផ្ទះឯងទ្រង់បានបង្គាប់ឲ្យយើងទៅពេញសពក្នុងលោកីទាំងមូលហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់តើប៉ុន្មានដងហើយដែលចិត្តយើងលិចលង់ទៅហើយជំនឿក៏រសាយអស់ដែរកាលយើងឃើញថាសេចក្តីខ្វះខាតនោះគឺធំធេងណាស់ហើយស្បៀងក៏ស្រក់ណាស់ដែរនោះដូចជាអណ្ដ្រេដែលមើលទៅនំប៉័ង5និងត្រីតូច2ដែរយើងឧទានឡើងថាដែលមានតែប៉ុណ្ណោះតើមានប្រយោជន៍អ្វីដល់មនុស្សច្រើនទាំងម្ល៉េះជាញឹកញយយើងតែងតែស្ទាក់ស្ទើរមិនចង់ឲ្យអ្វីដែលយើងមានទេព្រោះខ្លាចចាយឬត្រូវចំណាយចំពោះអ្នកដទៃតែព្រះយេស៊ូវបានបង្គាប់យើងថាចូលអ្នករាល់គ្នាឲ្យគេបរិភោគទៅបទបញ្ជារបស់ទ្រង់ជាសេចក្តីសន្យាមួយហើយនៅពីក្រោយសេចក្តីសន្យានេះគឺជាអំណាចដដែលដែលបានផ្ដល់អាហារដល់ពួកមនុស្សជិតសមុទ្រ
ក្នុងការប្រទានសេចក្តីចាំបាច់នៃលោកីដល់ពួកមនុស្សដែលស្រេកឃ្លានគឺមានមេរៀនជ្រាលជ្រៅមួយខាងព្រលឹងវិញ្ញាណសម្រាប់អ្នកធ្វើការទាំងអស់របស់ព្រះគ្រីស្ទទទួលពីព្រះវរបិតាទ្រង់ក៏ចែកពួកសាវកឯពួកគេក៏ចែកទៅហ្វូងមនុស្សហើយបណ្ដាជនចែកបន្តទៅម្នាក់ទៀតដូច្នេះអស់អ្នកដែលរួបរวมជាមួយព្រះគ្រីស្ទនឹងទទួលនំប៉័ងជីវិតពីទ្រង់រួចចែកម្ហូបពីស្ថានសួគ៌នោះទៅអ្នកដទៃទៀតព្រះយេស៊ូវបានលៃលោកនំប៉័ងដល់បន្តិចបន្តួចនោះដោយពឹងពាក់ទៅលើព្រះទាំងស្រុងហើយអ្វីត្បិតតែមានតែចំណែកបន្តិចបន្តួចសម្រាប់គ្រួសារសាវករបស់ទ្រង់ក្តីទ្រង់ពុំបានបបួលគេឲ្យបរិភោគទេតែបានហុចឲ្យពួកសាវកចែកបណ្ដាជនវិញបន្ទាប់ពីគេបានឈោងទៅឯព្រះគ្រីស្ទដែលជានំប៉័ងជីវិតហើយម្ហូបនោះចេះតែកើនឡើងនៅនឹងដៃគេហើយមិនដែលអស់ពីដៃគេសោះស្បៀងស្ដួចស្ដាងនោះមានគ្រប់គ្រាន់សម្រាប់ទាំងអស់បន្ទាប់ពីបានប្រទានដល់សេចក្តីត្រូវការរបស់បណ្ដាជនហើយគេបានប្រមូលសំដៅទាំងប៉ុន្មានរួចសាវកនិងព្រះគ្រីស្ទនាំគ្នាបរិភោគម្ហូបទឹកដ៏វិសេសនោះទៅពួកសាវកជាខ្សែរយៈតាក់ទងរវាងព្រះគ្រីស្ទនិងបណ្ដាជនការនេះគួរតែជាការលើកទឹកចិត្តដ៏ខ្លាំងមួយដល់សាវកទ្រង់សពថ្ងៃនេះព្រះគ្រីស្ទជាមណ្ឌលកណ្ដាលដ៏ធំជាប្រភពនៃអស់ទាំងកម្លាំងសាវកទាំងឡាយរបស់ទ្រង់នឹងបានទទួលស្បៀងអាហារពីទ្រង់អ្នកដែលមានបញ្ញាបំផុតអ្នកដែលស៊ប់ខាងព្រលឹងវិញ្ញាណអាចចែកចាយតែអ្វីដែលគេទទួលប៉ុណ្ណោះខ្លួនគេផ្ទាល់មិនអាចផ្ដល់កង្វះខាតនៃព្រលឹងវិញ្ញាណសោះឡើយយើងអាចផ្ដល់អ្វីដែលយើងទទួលពីព្រះគ្រីស្ទប៉ុណ្ណោះហើយយើងអាចទទួលបានកាលណាយើងចែកទៅអ្នកដទៃប៉ុណ្ណោះកាលណាយើងបន្តចែកចាយយើងក៏ទទួលជាបន្តបន្ទាប់ដែរហើយបើចែកចាយច្រើនប៉ុណ្ណាយើងក៏នឹងទទួលច្រើនប៉ុណ្ណោះដែរម្ល៉េះហើយយើងនឹងនៅតែជឿទុកចិត្តទទួលនិងចែករំលែកកិច្ចការកសាងនគររបស់ព្រះគ្រីស្ទនឹងបន្តទៅមុខទោះបើមើលទៅហាក់ដូចជាធ្វើចលនាយឺតហើយឧបសគ្គទាំងប៉ុន្មានហាក់ដូចជាចេញមុខប្រឆាំងនឹងការវិវត្តក៏ដោយកិច្ចការជារបស់ព្រះហើយទ្រង់នឹងប្រទានមធ្យោបាយនឹងបញ្ជូនអ្នកជំនួយដែលជាសាវកស្មោះស្ម័គ្រហើយខ្នះខ្នែងដៃគេនឹងមានពេញទៅដោយម្ហូបអាហារសម្រាប់ពួកមនុស្សដែលស្រេកឃ្លានព្រះពុំភ្លេចអ្នកដែលធ្វើការក្នុងសេចក្តីស្រឡាញ់ដើម្បីផ្ដល់ព្រះបន្ទូលនៃជីវិតដល់ជនដែលកំពុងវិនាសឡើយជនដែលកំពុងវិនាសទាំងនេះនឹងហុចដៃមកសូមយកម្ហូបទៅចែកឲ្យអ្នកដែលស្រេកឃ្លានឯទៀតដែរក្នុងការធ្វើការបម្រើព្រះមានការគ្រោះថ្នាក់មួយកាលណាយើងពឹងផ្អែកទៅលើទេពកោសល្យនិងសមត្ថភាពមនុស្សខ្លាំងពេកកាលណាធ្វើដូចនេះយើងនឹងឃ្លាតពីគ្រូដែលធ្វើការរបស់យើងហើយជាញឹកញយអ្នកធ្វើការបម្រើព្រះគ្រីស្ទច្រើនខាននឹងយល់នៅទំនួលខុសត្រូវរបស់ខ្លួនបើមិនប្រយ័ត្នគេនឹងផ្ទេរបន្ទុកទៅដាក់លើអង្គការជាជាងពឹងពាក់ទៅលើព្រះដែលជាប្រភពនៃអស់ទាំងកម្លាំងការដែលទុកចិត្តទៅលើប្រាជ្ញារបស់មនុស្សឬចំនួនមនុស្សជាកំហុសដ៏ធំណាស់នៅក្នុងការងាររបស់ព្រះកិច្ចការដ៏ជោគជ័យសម្រាប់ព្រះគ្រីស្ទមិនសូវអាស្រ័យទៅលើចំនួនមនុស្សឬទេពកោសល្យប៉ុន្មានដូចជាគោលបំណងបរិសុទ្ធភាពខ្នះខ្នែងយ៉ាងស្មោះស្ម័គ្រនិងជំនឿដែលពឹងទៅលើព្រះនោះទេយើងត្រូវតែមានទំនួលខុសត្រូវរបស់ខ្លួនត្រូវប្រកបភារកិច្ចរបស់ខ្លួនត្រូវតែខិតខំផ្ទាល់ខ្លួនសម្រាប់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទដោយធ្វើការតាមតែសមត្ថភាពរបស់អ្នកចោះជាជាងផ្ទេរទំនួលខុសត្រូវរបស់ខ្លួនទៅលើជនដែលអ្នកគិតថាមានសមត្ថភាពជាងខ្លួននោះនៅពេលសំណួរលេចឡើងក្នុងចិត្តអ្នកថាយើងនឹងទិញនំប៉័ងពីណាមកឲ្យមនុស្សទាំងអស់នេះបានបរិភោគចូលកុំឲ្យមានចម្លើយខ្វះជំនឿឡើយនៅពេលពួកសាវកបានឮការបង្គាប់របស់ព្រះអង្គសង្គ្រោះថាចូលអ្នករកគ្នាឲ្យគេបរិភោគទៅភាពលំបាកទាំងប៉ុន្មានបានផុសឡើងក្នុងចិត្តគេភ្លាមគេបានសួរថាយើងទៅទិញម្ហូបនៅឯភូមិឬយ៉ាងណាឃើញទេកាលបណ្ដាជនដាច់នំប៉័ងជីវិតហើយកូនរបស់ព្រះអង្គម្ចាស់សួរថាតើយើងត្រូវបញ្ជូនឲ្យគេមកពីស្រុកឆ្ងាយមកផ្ដល់ម្ហូបដល់គេឬតែតើព្រះគ្រីស្ទមានបន្ទូលដូចម្ដេចចូលឲ្យមនុស្សទាំងអស់អង្គុយទៅរួចទ្រង់ក៏ប្រទានអាហារដល់គេនៅទីនោះដូច្នេះកាលណាអ្នកត្រូវការឡោមព័ទ្ធដោយមនុស្សដែលខ្វះខាតត្រូវដឹងថាព្រះគ្រីស្ទទ្រង់គង់នៅទីនោះចូលតាក់ទងជាមួយទ្រង់ចូលយកនំប៉័ងមកឯព្រះយេស៊ូវអ្វីដែលយើងមានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ការងារប៉ុន្តែប្រសិនបើយើងធ្វើចលនាទៅមុខទាំងមានជំនឿគឺដោយជឿលើព្រះចេស្តារបស់ព្រះដែលមានពោពេញនោះធនធានដ៏ច្រើនលើសលប់
នឹងបានបើកឲ្យយើងជាមិនខានប្រសិនបើការងារនោះជាការងាររបស់ព្រះនោះទ្រង់ផ្ទាល់នឹងប្រទានមធ្យោបាយដើម្បីសម្រេចឲ្យបានទ្រង់នឹងជូនរង្វាន់ដល់អ្នកដែលជាទីពឹងដល់ទ្រង់ដោយស្មោះអំពីចិត្តរបស់របរតិចតួចដែលប្រើដោយប្រាជ្ញានិងដោយព្រឹត្តព្រៀងក្នុងការធ្វើការថ្វាយព្រះនៃនគរស្ថានសួគ៌នឹងកើតឡើងនៅពេលគេធ្វើការចែកចាយនៅក្នុងព្រះហស្ថរបស់ព្រះគ្រីស្ទស្បៀងអាហារដ៏ស្ដួចស្ដាយនៅតែមានជានិច្ចលុះដល់ពួកមនុស្សដែលអត់ឃ្លានបានឆ្អែតស្កប់ស្កល់ប្រសិនបើយើងទៅឯព្រះដ៏ជាប្រភពនៃកម្លាំងដោយហុចដៃទទួលទាំងជំនឿនោះយើងនឹងបានរឹងពឹងក្នុងការងាររបស់យើងសូម្បីនៅក្រោមឧបសគ្គដ៏មហិមាយ៉ាងណាក៏ដោយយើងនឹងមានសមត្ថភាពដើម្បីផ្ដល់នូវបង្គជីវិតដល់អ្នកដទៃជាពុំខានព្រះអង្គទ្រង់មានបន្ទូលថាចូលឲ្យទៅគេនោះនឹងបានឲ្យមកអ្នកដែរអ្នកណាដែលព្រោះដោយកំណាញ់នោះនឹងច្រូតបានតិចហើយអ្នកណាដែលព្រោះដោយសទ្ធានោះនឹងច្រូតបានច្រើនវិញហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនដល់អ្នករាល់គ្នាប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ចដើម្បីឲ្យបានចម្រើនឡើងខាងឯការល្អគ្រប់ជំពូកដោយសេចក្តីដែលចែងទុកមកថាទ្រង់បានចែកសោះសាយទ្រង់បានប្រទានដល់ពួកទាល់សេចក្តីទ្រង់បានប្រទានដល់ពួកទាល់ក្រសេចក្តីសុចរិតទ្រង់នៅជាប់ជាអស់កលជានិច្ចរីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជសម្រាប់អ្នកដែលព្រោះនិងអាហារសម្រាប់បរិភោគផងនោះទ្រង់នឹងផ្គត់ផ្គង់ហើយនឹងចម្រើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរព្រមទាំងចម្រើនផលពីការសុចរិតរបស់អ្នករាល់គ្នាផងដូច្នេះអ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូកសម្រាប់ជាការសទ្ធាគ្រប់យ៉ាងដែលនឹងបង្កើតសេចក្តីអរព្រះគុណដល់ព្រះដោយសារយើងរាល់គ្នាចា៎អស់លោកអ្នកស្ដាប់ជាទីមេត្រីបើលោកអ្នកមានបំណងចង់សិក្សាព្រះគម្ពីរបន្ថែមសូមតាក់ទងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទលេខ010 229 700ឬ011 229 700ឬក៏តាមប្រព័ន្ធ Telegram ដែលមានឈ្មោះថា AWR Cambodia ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រជារៀងរាល់ម៉ោងធ្វើការសូមអរគុណ